សួស្តីអ្នកនរគ្នាសម្រាប់អេពីសូតនេះខ្ញុំបាទសូមឆ្លើយសំណួរបងប្អូនមួយចំនួនដែលបានសួរខ្ញុំច្រើនគ្នាមែនតើតកតងជាមួយនឹងតើមានវិធីសាស្ត្រណាដែលអាចរៀនយកម៉ោងកញ្ចក់ដោយមិនបាច់ទៅអង្គុយរៀននៅសាលាកញ្ចក់បានដែរឬទេអញ្ចឹងអ្នកដែលសួរសំណួរនេះភាគច្រើនពួកគាត់មានបន្ទុកគ្រួសារពួកគាត់មានកូនដែលពួកគាត់ត្រូវការពេលវេលាដើម្បីទៅរកចំណូលដើម្បីទប់នឹងចំណាយប្រចាំខែហើយបើសិនជាឲ្យពួកគាត់ទៅអង្គុយរៀនមួយថ្ងៃ8 9ម៉ោង10ម៉ោងនៅសាលាកញ្ចក់អញ្ចឹងពួកគាត់ប្រកាសជាបាត់បង់ពេលវេលារកចំណូលអញ្ចឹងសួរថាតើចំណាយប្រចាំខែអ្នកណាអ្នកបង់អញ្ចឹងគឺពួកគាត់គិតថាมันអាចទៅរួចទេมันអាចធ្វើបានអញ្ចឹងហើយពួកគាត់ទើបរកច្រកចេញផ្សេងដោយមិនបាច់ទៅរៀននៅសាលាអញ្ចឹងយើងបកមកសំណួរវិញតើធ្វើចឹងបានអត់ចម្លើយនោះគឺចំពោះចម្លើយគឺអត់បានទេដោយសារតែការ design កម្មវិធីសិក្សាផ្នែកសម្អាងការនៅសហរដ្ឋអាមេរិកនេះគឺគេ design មានការ design ច្បាស់លាស់គឺគេបែងចែកចេញជា2មុខ2កម្មវិធីចំពោះការរៀនកញ្ចក់នេះគឺបែងចែកជាការរៀនទ្រឹស្ដីហើយជាមួយនឹងការរៀនអនុវត្តផ្ទាល់បងប្អូនគិតមើលបើសិនជាគេអនុញ្ញាតឲ្យបងប្អូនរៀនអនឡាញដោយមិនបាច់ទៅសាលាអញ្ចឹងចំពោះទ្រឹស្ដីយើងអាចរៀនអនឡាញបានតែចំពោះការអនុវត្តផ្ទាល់តើយើងរៀនអនឡាញវាមិនអញ្ចឹងចំពោះការអនុវត្តផ្ទាល់គឺយើងទៅរៀននៅសាលាដើម្បីឲ្យគ្រូគាត់អាចមើលយើងអនុវត្តផ្ទាល់ប្រហែលយើងតើយើងត្រូវលាបថ្នាំកញ្ចក់វាម៉េចចាក់ម្សៅវាម៉េចលក្ខណៈជាដើមអញ្ចឹងការរៀនពីចម្ងាយឬក៏ការរៀនអនឡាញដោយមិនបាច់ទៅសាលានេះគឺมันអាចទៅរួចទេចំពោះរដ្ឋមួយចំនួនអាចទៅរួចបានតែយ៉ាងច្រើន 50% ទេ 50% នេះបានន័យថា 50% នៃចំនួនម៉ោងសរុបឧទាហរណ៍ថារដ្ឋរបស់បងប្អូនហ្នឹងគេអនុញ្ញាតឲ្យរៀនអនឡាញអញ្ចឹងចំពោះម៉ោងកញ្ចក់ឧទាហរណ៍ថាគេឲ្យរៀន400ម៉ោងអញ្ចឹងបើគេឲ្យរៀន400ម៉ោងអញ្ចឹងបងប្អូនអាចរៀនអស់ហើយគេអនុញ្ញាតឲ្យរៀនអនឡាញណាអញ្ចឹងបានន័យថាបងប្អូនអាចរៀនអនឡាញបានត្រឹមតែ200ម៉ោងទេសល់200ម៉ោងទៀតបងប្អូនត្រូវទៅសាលាអញ្ចឹងសប្តាហ៍ថ្ងៃនៅសហរដ្ឋអាមេរិកនេះมันមានរដ្ឋណាមួយដែលអនុញ្ញាតឲ្យរៀនអនឡាញ 100% ឡើយអញ្ចឹងបងប្អូនលើកឡើងជាសំណួរមួយទៀតថាតែខ្ញុំស្គាល់មិត្តភ័ក្តិឬក៏ស្គាល់អ្នកណានោះឬគេថាគឺពួកគាត់មិនបាច់ទៅរៀននៅសាលាទេតែពួកគាត់បានម៉ោងឬក៏បងប្អូនថាមិនតែឃើញគាត់ទៅរៀនផងប៉ុន្តែឥឡូវគាត់មានម៉ោងប្រឡងបាត់អីអញ្ចឹងចំពោះអ្នកដែលគាត់ធ្វើបែបនេះគឺពួកគាត់អាចនឹងធ្វើការបំពានច្បាប់ឬក៏យើងនិយាយថាធ្វើខុសច្បាប់ណាអញ្ចឹងពួកគាត់អាចទៅស៊ីស៊ូសជាមួយនឹងសាលាកញ្ចក់ហើយសាលាកញ្ចក់ហ្នឹងក៏ព្រមប្រព្រឹត្តអំពើពុករលួយជាមួយពួកគាត់ហើយគេយកលុយពួកគាត់ចឹងទៅយកសំណូកពួកគាត់ចឹងទៅហើយសាលាគេអាចជប់វត្តមានពួកគាត់ហើយបន្ទាប់មកទៀតជប់ប្រតិបត្តិបន្ទុកជប់ការប្រឡងជប់សញ្ញាបត្រឲ្យគាត់ហើយបន្ទាប់មកទៀតបានសាលានោះក្រោយពីជប់គ្រប់យ៉ាងហើយអស់ហើយគឺសាលានឹងបញ្ជូនឈ្មោះពួកគាត់ទៅរដ្ឋដែលគេគ្រប់គ្រងខាងកញ្ចក់ហ្នឹងហើយពួកគាត់មានសិទ្ធិប្រឡងទៅប៉ុន្តែការធ្វើបែបនេះគឺវាមានហានិភ័យខ្ពស់ព្រោះវាជាអំពើខុសច្បាប់វាមិនខុសអីពីយើងសោកលុយគ្រូដើម្បីទិញវត្តមានឬក៏លុបវត្តមានការពីយើងនៅស្រុកខ្មែរទេអញ្ចឹងបើសិនជារដ្ឋនៅអាមេរិកនេះគេចាប់អត់បានអត់អីទេតែបើសិនជាគេចាប់បានអាចនឹងគេបិទសាលាឬក៏អាចគេបញ្ចូលឈ្មោះបងប្អូនចូលទៅក្នុងបញ្ជីខ្មៅជាដើមអញ្ចឹងនៅក្នុងអាមេរិកនេះបងប្អូនដឹងអីកាលណាយើងធ្វើខុសច្បាប់ហើយត្រូវបានគេចាប់ចូលបញ្ជីខ្មៅគឺពិបាកខ្លាំងមែនតើទៅថ្ងៃមុខទៀតបងប្អូនចង់ធ្វើអីផ្លូវការចង់ធ្វើអីមួយអញ្ចឹងវារៀងពិបាកដោយសារយើងជាប់ចូលបញ្ជីខ្មៅណាអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទៅរៀននៅសាលាទាំងអស់គ្នាហើយខ្ញុំសូមផ្ដល់ជំរឿសឲ្យផ្ដល់យោបល់ជូនបងប្អូនថាបើសិនយើងទៅរៀនមួយថ្ងៃ8 9ម៉ោង10ម៉ោងអីយើងអត់មានពេលទេយើងអាចទៅរៀនមួយថ្ងៃតែ2 3ម៉ោងទៅបានដែរឬក៏4ម៉ោងចឹងទៅឬក៏1ម៉ោងឬក៏2ម៉ោងទៅតាមពេលវេលាដែលបងប្អូនមានណាព្រោះថាបើសិនជាយើងយកពេលមួយថ្ងៃ8 9ម៉ោងទៅរៀននៅសាលាយើងអត់មានពេលរកចំណូលអញ្ចឹងយើងរៀនតែ2 3ម៉ោងបានណាកាលណាយើងរៀនអញ្ចឹងទី1យើងបានទាំងម៉ោងផ្លូវការដែលយើងត្រូវការដើម្បីទៅប្រឡងកញ្ចក់ទី2យើងបានទាំងរកចំណូលទោះបីជាវាបាត់បង់ចំណូលតិចតួចមែនប៉ុន្តែយើងបានទាំងម៉ោងបានទាំងចំណូលអញ្ចឹងយើងអត់មានភ័យខ្លាចថាអូខ្ញុំទៅរៀនកញ្ចក់បាត់ចំណូលហើយមានបណ្ណាបង់ថ្លៃចំណាយក្នុងផ្ទះទៅ
អត់ទេចាំបើសិនយើងទៅតែ2-3ម៉ោងទៅក៏យើងបានម៉ោងនឹងដែរអញ្ចឹងណាហើយយើងរៀនយូរមួយថ្ងៃតិចសំថ្ងៃតិចទៅដល់ថ្ងៃវាគង់តែបានគ្រប់ម៉ោងទេអញ្ចឹងណាគ្រាន់តែថាគុណវិបត្តិមួយនៃការយើងរៀនតែបន្តិចម៉ោងអញ្ចឹងវាគ្រាន់ចប់យើងរៀនរាប់ខែអញ្ចឹងទៅអាចចូលដល់ឆ្នាំអីអញ្ចឹងទៅពេលខ្លះបានយើងចប់អញ្ចឹងហ្នឹងហើយទៅតាមយើងម៉ោងយើងត្រូវអង្គុយរៀននៅសាលាហ្នឹងតិចម៉ោងឬក៏ច្រើនម៉ោងទៅតាមហ្នឹងឯងហើយបើសិនជាបងប្អូនធ្វើផ្លូវកាត់ប្រព្រឹត្តអំពើពុករលួយអាហ្នឹងវាអាចមានហានិភ័យដល់ខ្លួនយើងហើយនិងសាលាផងដែរអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនថាយើងទៅរៀននៅសាលាទៅទោះបីយើងរៀនបានតិចម៉ោងក៏ដោយយើងសំតិចម្ដងទៅគឺបានគ្រប់ម៉ោងហើយកុំធ្វើអំពើខុសច្បាប់អីព្រោះវាមិនស្រួលខ្លួនទេនៅពេលដែលគេចាប់បានហ្នឹងហើយអញ្ចឹងចំពោះអេពីសូតនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងបើសិនជាបងប្អូនមានសំណួរអីផ្សេងទៀតបងប្អូនអាច comment នៅខាងក្រោមខ្ញុំនឹងឆ្លើយបន្តទៀតនៅក្នុងអេពីសូតក្រោយសូមអរគុណ